នៅក្នុងឱកាសទីបញ្ចប់នៃការប្រជុំសមាជអំបញ្ញនេះហើយតាំងដឹកនាំយើងបានអនុញ្ញាតឲ្យខ្ញុំជម្រាបជូនបងប្អូនជាអ្នកព័ត៌មានដើម្បីផ្សព្វផ្សាយជូនសាធារណជនជាសេចក្តីសរុបនៃដំណើរការរបស់សមាជរដ្ឋសភាព្រឹទ្ធសភាលើកទី1ដែលបានធ្វើពីថ្ងៃម្សិលមិញគឺពីម៉ោង8រហូតទៅដល់ម៉ោងអាត្រៀតម៉ោងពីរំលងខែថ្ងៃទី2និងថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះគឺបានធ្វើជាងពីម៉ោង8រហូតដល់ម៉ោង1យប់ហើយបានបន្តមករហូតដល់ថ្ងៃទី3ថ្ងៃនេះទៀតគឺពីម៉ោង8កន្លះរហូតមកដល់ឥឡូវនេះគឺម៉ោង7ជាងដែរបាទអញ្ចឹងដើម្បីនឹងសរុបជូនកុំឲ្យខាតពេលខ្ញុំសូមអានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធានបទអំពីប្រព័ន្ធការពារសង្គមនិងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រធានបទទាំងពីរនេះត្រូវបានសមាជពិនិត្យពិភាក្សានិងចេញជាសេចក្តីសម្រេចកាលពីម្សិលមិញថ្ងៃ2ហើយច្រងគោថ្ងៃចុះព្រឹកថ្ងៃ3ខែមិថុនានេះដែរសូមអានដូចតទៅអគ្គលេខាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានៅព្រឹកថ្ងៃច័ន្ទ7កើតខែចេសឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025វេលាម៉ោង8គត់កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភានៅវិមានរដ្ឋសភាដោយមានវត្តមានចូលរួមពីសមាជិកសមាជចំនួន179រូបពេលចាប់ផ្ដើមកិច្ចប្រជុំសមាជដំបូងដើម្បីប្រជុំពិភាក្សាលើប្រធានបទចំនួន3មាន1ប្រធានបទអំពីប្រព័ន្ធគម្ពីរសង្គម2ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ3ប្រធានបទស្ដីអំពីវិស័យកសិកម្មអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាបានធ្វើការអនុម័តលើសមាជិកលេខាធិការអង្គប្រជុំចំនួន4រូបរួមមានអាដាមខុតចន្ទរាអាដាមសេញ៉ក់អាដាមម៉ាន់ឈឿននិងអាដាមឈើចាន់ណាមុនផ្ដើមកិច្ចប្រជុំតាមវិវរៈអង្គសមាជបានសម្រេចចេញសេចក្តីថ្លែងការណ៍គាំទ្ររដ្ឋាភិបាលក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរំលត់បញ្ហានិងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃជាជាងអង្គុយបកផ្សែងដោយទទួលបានសម្លេងអនុម័តគាំទ្រចំនួន182សម្លេងនៃសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូលត្រង់នេះគឺខ្ញុំចង់សូមជម្រាបជូនផងដែរគឺថានៅមុនចាប់ផ្ដើមកិច្ចប្រជុំសមាជនេះអង្គសមាជបានក្រោកឈរនិងស្មឹងស្មាតចំនួន2នាទីដើម្បីគោរពវិញ្ញាណក្ខន្ធគោរពវិញ្ញាណក្ខន្ធយុទ្ធជនគឺពលបាលត្រីជាមួយអីពលបាលត្រីដែលបានពលីជីវិតកាលពីថ្ងៃទី28ខែឧសភានៅក្នុងការរំលោភជំនាញរបស់កងទ័ពថៃយើងបានគ្រប់វិញ្ញាណក្ខន្ធ
ដោយសារលោកជាអ្នកការពារប្រទេសជាតិអញ្ចឹងខ្ញុំសូមបន្តទៀតគឺថាមុនទឹកចាប់ដើមវិវរៈអង្គសមាជបានសម្រេចចេញសេចក្តីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាលក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរំលត់បញ្ហានិងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃជាជាងអង្គុយបបផ្សាយដល់ទទួលបានសម្លេងអនុម័តគាំទ្រចំនួន182សម្លេងនៃសមាជិករដ្ឋសភានិងព្រឹទ្ធសភាទាំងមូល1អំពីការពិភាក្សានិងអនុម័តប្រធានបទអំពីប្រព័ន្ធគម្ពីរសង្គមអាដាមយុផានីតាតំណាងក្រុមជំនួយការគណៈកម្មាធិការសមាជនិងរដ្ឋសភានិងព្រឹទ្ធសភាទទួលបន្ទុកប្រធានបទអំពីប្រព័ន្ធគម្ពីរសង្គមបានរាយការណ៍ជូនអង្គប្រជុំសមាជនៅរបាយការណ៍ស្តីពីការពិនិត្យនិងសិក្សាលើប្រធានបទអំពីប្រព័ន្ធគម្ពីរសង្គមរាជរដ្ឋាភិបាលកម្ពុជាបានដាក់បង្ហាញនៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ2023-2028ក្នុងនោះកម្មវិធីគោលនយោបាយនេះបានកំណត់ដាក់ចេញនៅគោលដៅជាយុទ្ធសាស្ត្រគោលនយោបាយចម្បងជាអាទិភាពគោលនយោបាយអភិវឌ្ឍតាមវិស័យនិងកម្មវិធីគោលនយោបាយអាទិភាពដែលត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ2023តទៅដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិព្រមទាំងអនុវត្តតាមការសន្យាជាមួយប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតចូលលើមូលដ្ឋាននៃកម្មវិធីនយោបាយនេះរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានរៀបចំយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងជារិភាពសម្ដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ដែលជារបៀបវរៈគោលនយោបាយសង្គមសេដ្ឋកិច្ចតាមរយៈរបៀបវរៈគោលនយោបាយសង្គមសេដ្ឋកិច្ចនេះប្រព័ន្ធគម្ពីរសង្គមត្រូវបានចាត់ជាអាទិភាពផងដែរដោយមានក្នុងបញ្ចកោណទី1ក្នុងយុទ្ធសាស្ត្របញ្ចកោណទី1គឺការអភិវឌ្ឍទុនធានមនុស្សផ្នែកទី4ស្តីពីការពង្រឹងប្រព័ន្ធគម្ពីរសង្គមនិងប្រព័ន្ធស្បៀងក្នុងគោលបំណងធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធគម្ពីរសង្គមកម្ពុជាដោយផ្ដោតលើការកសាងភាពធន់និងរក្សាភាពបត់បែនដើម្បីឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសគ្រោះអាសន្ននិងវិបត្តិនានាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានជម្រាបជូនអង្គសមាជថាប្រព័ន្ធគម្ពីរសង្គមត្រូវបានរដ្ឋាភិបាលចាត់ទុកជាអាទិភាពផងដែរដោយមានចែងក្នុងបញ្ចកោណយុទ្ធសាស្ត្របញ្ចកោណទី1ការអភិវឌ្ឍមូលធនមនុស្សផ្នែកទី4ស្តីពីការពង្រឹងប្រព័ន្ធគម្ពីរសង្គមនិងប្រព័ន្ធស្បៀងក្នុងគោលបំណងធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធគម្ពីរសង្គមកម្ពុជាដោយផ្ដោតលើការកសាងភាពធន់និងរក្សាភាពបត់បែនដើម្បីឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសគ្រោះអាសន្ននិងវិបត្តិនានាក៏ដូចជាការវិវត្តនៃកត្តាសេដ្ឋកិច្ចកត្តាសង្គមនិងកត្តាប្រជាសាស្ត្រទូទៅសម្ដៅរួមចំណាយលើកម្ពស់សុខុមាលភាពសង្គមនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន6សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ2023ដោយកម្មវិធីគោលនយោបាយចំនួន3មានគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគម្ពីរសង្គមរួមមាន1ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល2ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនយុវជន
មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះងាយរងហានិភ័យនៅទូទាំងប្រទេសនិង3ការធ្វើស្ថាបនិកនិយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្នបន្ថែមលើនេះក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2024-2035ត្រូវបានដាក់ប្រកាសឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2025សមាជិកអង្គសមាជបានឡើងមានមតិពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគម្ពីរសង្គមមានចំនួន24រូបបន្ទាប់ពីអង្គសមាជបានធ្វើការពិភាក្សាលើប្រធានបទអំពីគម្ពីរសង្គមនិងការបកស្រាយរបស់រដ្ឋាភិបាលទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាបានលើកឡើងរួចមកអង្គប្រជុំសមាជបានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រព័ន្ធគម្ពីរសង្គមដោយទទួលបានការគាំទ្រចំនួន181សម្លេងនៃចំនួនសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូលនេះជាប្រធានបទទី1គឺប្រធានបទពាក់ព័ន្ធនឹងការគាំពារសង្គមឥឡូវចូលដល់ប្រធានបទទី2ការពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកជំទាវ និន សំផុនតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភានិងព្រឹទ្ធសភាទទួលបន្ទុកប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរាយការណ៍ជូនអង្គប្រជុំសមាជនៅរបាយការណ៍ស្តីពីការពិនិត្យនិងសិក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជននិងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការវិវត្តប្រកបដោយចីរភាពបរិយាបន្នភាពរឹងមាំនិងភាពធន់និងវិបត្តិរាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ដែលជាកម្មវិធីទី4នៃកម្មវិធីគោលនយោបាយអភិភាពចំនួន6ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរនិងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យរីកធំធាត់មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធនិងអាចទទួលបានផលប្រយោជន៍អំពីប្រព័ន្ធគម្ពីរសង្គមសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតបានអញ្ជើញផ្ដល់បទនារាគមន៍ជូនអង្គសមាជថាយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2023នេះត្រូវបានដាក់ប្រកាសឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី10ខែតុលាឆ្នាំ2023រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធកសអសកតាមរយៈអនុក្រឹត្យលេខ13អនក្របកចុះថ្ងៃទី26ខែមករាឆ្នាំ2024ដែលមានតួនាទីនិងភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារនិងអនុវត្តសកម្មភាពស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំផែនការសកម្មភាពលម្អិតសូចនាករគន្លឹះការបែងចែកតួនាទីភារកិច្ចនិងវិធានការគន្លឹះដើម្បីតាមដានត្រួតពិនិត្យនិងវិតម្លៃនៅការអនុវត្តលើពីនេះរដ្ឋាភិបាលបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការថ្នាល Digital ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណប្រភេទមុខរបរនិងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអាចផ្ដល់ការគាំទ្រផ្សេងៗបានទាន់ពេលវេលាចំគោលដៅជាពិសេសក្នុងគ្រាមានវិបត្តិសមាជិកអង្គសមាជដែលបានឡើងមតិភាសាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន22រូបបន្ទាប់ពីអង្គសមាជបានធ្វើការពិភាក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចមកសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសហការីធ្វើការបកស្រាយទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាបានលើកឡើងរួចមក
អង្គប្រជុំសមាជក៏បានធ្វើការអនុម័តសេចក្តីព្រៀងសេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយទទួលបានការគាំទ្រចំនួន178សម្លេងនៃចំនួនសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី2ឈានចូលថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះបានធ្វើការពិភាក្សានិងអនុម័តចប់សពគ្រប់លើរបៀបវរៈចំនួន2គឺរបៀបវរៈទី1ការពិភាក្សានិងអនុម័តប្រធានបទអំពីការប្រព័ន្ធគាំពារសង្គមនិងរបៀបវរៈទី2ការពិភាក្សានិងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅវេលាម៉ោង 0:25 នាទីថ្ងៃទី3ខែមិថុនាឆ្នាំ2025ចំណែករបៀបវរៈទី3ការពិភាក្សានិងអនុម័តប្រធានបទអំពីវិស័យកសិកម្មអង្គសមាជនឹងធ្វើការពិភាក្សានិងអនុម័តនៅក្នុងកិច្ចប្រជុំសម័យរដ្ឋសភាព្រឹទ្ធសភាបន្តនៅវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025ចឹងខ្ញុំសូមបន្តអានសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំសម័យរដ្ឋសភាព្រឹទ្ធសភាលើប្រធានបទអំពីវិស័យកសិកម្មដែលយើងបានព្រៀងហើយសូមជូនបន្តទៅនេះអគ្គលេខាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានាព្រឹកថ្ងៃអង្គារ8កើតខែចេសឆ្នាំសាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែមិថុនាឆ្នាំ2025វេលាម៉ោង 8:30 នាទីអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានបន្តកិច្ចប្រជុំក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភានៅវិមានរដ្ឋសភាដោយមានវត្តមានសមាជិកអង្គសមាជចំនួន179រូបនៅពេលចាប់ផ្ដើមប្រជុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានមានប្រសាសន៍ថាកិច្ចប្រជុំសមាជនាថ្ងៃនេះអង្គសមាជបានបន្តធ្វើការពិភាក្សានិងអនុម័តលើរបៀបវរៈទី3គឺប្រធានបទអំពីវិស័យកសិកម្មអាដាមបណ្ឌិតលុយសុផាតតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភានិងព្រឹទ្ធសភាទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្មបានរាយការណ៍ជូនអង្គប្រជុំសមាជនៅរបាយការណ៍ស្តីពីការពិនិត្យនិងសិក្សាលើប្រធានបទដោយបានបញ្ជាក់ថាប្រធានបទអំពីវិស័យកសិកម្មមានគោលបំណងចំណុច1ស្វែងយល់អំពីគោលនយោបាយផែនការសកម្មភាពស្ថានភាពជាក់ស្ដែងបញ្ហាប្រឈមនិងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្មដែលរាជរដ្ឋាភិបាលកំពុងអនុវត្តចំណុច2ពិភាក្សាលើបញ្ហាប្រឈមដែលជួបប្រទះកន្លងមកនិងដំណោះស្រាយនៅមួយទៀតផ្ដល់ការគ្រប់គ្រងដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងកម្មវិធីគោលនយោបាយអាទិភាពទាំង6ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី5និងទី6ពាក់ព័ន្ធនឹងវិស័យកសិកម្មសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានអញ្ជើញផ្ដល់បទអន្តរាគមន៍ជូនអង្គសមាជដោយបានមានប្រសាសន៍ជម្រាបថារដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ2សំខាន់ទាក់ទងនឹងវិស័យកសិកម្មគឺទី1យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសម្ដៅលើកស្ទួយផលិតកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ក្នុងកម្រិតសមរម្យនិងទី2ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពនៅទូទាំងប្រទេសរៀបចំសហគមន៍កសិកម្មនៅតាមទីជនបទដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឲ្យក្លាយជាកម្លាំងដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋគោលនយោបាយវិស័យកសិកម្មនឹងគឺចង់ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលរួមមានទាំងអ្នករកទទួលទាននិងប្រជាកសិករ
អ្នកបង្កបង្កើនផលតាមរយៈការអនុវត្តគោលនយោបាយសាមញ្ញ4ចំណុចគឺមានហូបមានប្រើមានបាននិងមានរហូតផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម2019-2023និងកម្មវិធីគោលនយោបាយអាទិភាព2ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង6របស់រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2023សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ជូនអង្គសមាជបន្ថែមថារដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្មដែលនៅតែជាវិស័យអាទិភាពនិងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិបើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយជារួមវិស័យកសិកម្មនឹងនៅតែជាវិស័យយុទ្ធសាស្ត្រគន្លឹះសម្រាប់ធានាឲ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជាសមាជិកអង្គសមាជដែលបានឡើងមានមតិពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្មមានចំនួន24រូបបន្ទាប់ពីអង្គសមាជបានធ្វើការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្មនិងការបកស្រាយរបស់រាជរដ្ឋាភិបាលទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភាព្រឹទ្ធសភាបានលើកឡើងរួចមកអង្គប្រជុំសមាជបានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីវិស័យកសិកម្មដោយទទួលបានសម្លេង179សម្លេងនៃចំនួនសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានមានប្រសាសន៍ជម្រាបជូនអង្គសមាជថាកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី2និងទី3ខែមិថុនាឆ្នាំ2025បានធ្វើការពិភាក្សាចប់សពគ្រប់លើប្រធានបទចំនួន3គឺប្រធានបទអំពីប្រព័ន្ធកំពីសង្គម2ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ3ប្រធានបទអំពីវិស័យកសិកម្មអង្គសមាជក៏បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចលើប្រធានបទទាំង3ដើម្បីគ្រប់គ្រងចំពោះគោលនយោបាយនិងផែនការយុទ្ធសាស្ត្រក៏ដូចជាផែនការសកម្មភាពរបស់រដ្ឋាភិបាលដែលបម្រើដល់ផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលនៅក្នុងការលើកកម្ពស់ជីវភាពសុខុមាលភាពគុណភាពជីវិតរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពបរិយាបន្ននិងភាពទន់ទៅនឹងវិបត្តិសម្ដេចបញ្ជូប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាក៏បានប្រកាសបិទកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅវេលាម៉ោង7ជាងបាយមិញនេះគឺថានៅថ្ងៃ3មិថុនាឆ្នាំ2025អញ្ចឹងនេះជាសេចក្តីប្រកាសជូនព័ត៌មានឥឡូវដើម្បីនឹងប្រគ្រប់នៅសេចក្តីប្រកាសព័ត៌មាននេះយើងមានព័ត៌មានបន្ថែមអញ្ចឹងសូមឲ្យដំអគ្គលេខាធិការប្រតិភិសូមអញ្ជើញបន្ថែមដល់សាធារណជនទាំងអស់ដែលអញ្ជើញទស្សនាផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍នានាពេលនេះខ្ញុំបាទផ្ទាល់មិនមានជាបល់អីច្រើនទៀតទេដោយសារថាលោកស្រីទាំងអស់គ្នាបាននៅជាមួយយើងខ្ញុំនេះ2ថ្ងៃពេញមកហើយគិតថានឿយហត់ច្រើនណាស់ហើយតែខ្ញុំគិតថាជាឱកាសដ៏កម្រហើយសំខាន់ដែលខ្ញុំគួរលើកយកចំណុចមួយចំនួនគ្រប់ជំរាបជូនសារព័ត៌មានក៏ដូចជាសាធារណជនទាំងអស់ជ្រាបបន្ថែមទី1ប្រធានបទដែលមានរបៀបវគ្គ3ដែលយើងពិភាក្សាក្នុងរយៈពេល2ថ្ងៃនេះយើងមានសមាជិកសមាជអញ្ជើញឡើងមានមតិរហូតដល់69រូបគឺជាការពិភាក្សាដ៏ផុសផុលនិងក្បោះក្បាយបំផុតទី1ទី2បើយើងរាប់ម៉ោងរយៈពេល2ថ្ងៃមកនេះយើងមើលទៅឃើញការកិច្ចប្រជុំរយៈពេល2ថ្ងៃនេះមានរហូតដល់ជិត29ម៉ោងដែរតាំងពីម៉ោង8កន្លះព្រឹកនៅថ្ងៃទី1
គឺមានន័យថាថ្ងៃទី2ខែមិថុនារហូតដល់ម៉ោង12កន្លះអាធ្រាត្រយប់ហើយយើងចាប់ដើមនៅព្រឹកមិញនេះម៉ោង8កន្លះរហូតដល់ម៉ោង7ល្ងាចនេះពេលនេះហើយសមាជរដ្ឋសភាព្រឹទ្ធសភានាពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងជាព្រឹត្តិការណ៍លើកទី1នៃគេហៅថាសភាសម័យទំនើបនៃព្រះរាជាណាចក្រកម្ពុជាយើងព្រោះកន្លងមកតាំងពីឆ្នាំ2011នៅពេលដែលច្បាប់នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ហើយនឹងការប្រជុំរបស់គណៈកម្មការសមាជដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងនេះគឺថានេះជាលើកទី1ហើយដែលយើងបានរៀបចំសមាជព្រឹទ្ធសភារដ្ឋសភានិងព្រឹទ្ធសភានេះឡើងដែលជាការដូចផ្ដើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងស្នើឡើងដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាហើយកិច្ចប្រជុំដែលផុតថ្ងៃឆ្លងយប់ដល់ពេលព្រឹករយៈពេល2ថ្ងៃនេះបានឆ្លុះបញ្ចាំងយ៉ាងប្រសិទ្ធអំពីការយកចិត្តទុកដាក់បំផុតរបស់ថ្នាក់ដឹកនាំនៃប្រជាជនយើងជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចមហាធិការរដ្ឋធិការធិបតីរដ្ឋសភាគុណសូដារីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាទៅលើបញ្ហាសំខាន់របស់ជាតិជាពិសេសគឺបញ្ហាដែលតាក់ទងទៅនឹងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាយើងទាំងមូលគឺសម្ដៅធ្វើយ៉ាងណាធ្វើការជំរុញការអភិវឌ្ឍការកសាងប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើនលូតលាស់ជឿនលឿនទៅមុខតទៅមុខទៀតចំណុចទី2ដែលខ្ញុំចង់លើកនៅពេលនេះគឺថាសមាជរដ្ឋសភានិងព្រឹទ្ធសភានៅពេលនេះជាឱកាសដ៏កម្រហើយក៏ជាឱកាសដ៏ពិសេសវិសាលមួយពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាជិករដ្ឋសភាព្រឹទ្ធសភានិងសមាជិករដ្ឋាភិបាលធ្វើការពិគ្រោះពិភាក្សារិះរកដំណោះស្រាយទៅលើបញ្ហាសំខាន់របស់ជាតិជាពិសេសទៅលើរបៀបវគ្គទាំង3ដែលយើងបានពិគ្រោះគ្នាក្នុងរយៈពេល2ថ្ងៃនេះហើយដូចខ្ញុំបានលើកឡើងមុននេះគឺថាជាការពិគ្រោះយោបល់ពិភាក្សាដែលមានលក្ខណៈក្បោះក្បាយនិងផុសផុលបំផុតហើយនេះជាចំណុចសំខាន់ហើយក៏ជាចំណុចទី1នៃប្រវត្តិសាស្ត្រសភារបស់យើងទាំងពីរដែរចំណុចទី3គឺថាការអនុញ្ញាតឲ្យមានការផ្សាយបន្តផ្ទាល់ទៅដល់ប្រជាពលរដ្ឋគ្រប់ស្ទប់វណ្ណៈគ្រប់ទិសទីនៃប្រជាជាតិកម្ពុជានាពេលនេះក្នុងរយៈពេល2ថ្ងៃនេះគឺដើម្បីឲ្យសាធារណជននៅគ្រប់ទូទាំងប្រទេសបានជាពិសេសមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋយើងបានជ្រាបយល់ដឹងឲ្យកាន់តែច្បាស់ច្រើនឡើងអំពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ស្ថាប័ននីតិបញ្ញត្តិរបស់យើងនៅក្នុងការដោះស្រាយបញ្ហាសំខាន់របស់ជាតិហើយចំណុចទី4សូមអនុញ្ញាតជម្រាបជូនថាដំណើរការសមាជ2ថ្ងៃនេះក៏ជាការបង្ហាញឲ្យឃើញនៅដំណើរការប្រជាធិបតេយ្យអភិបាលកិច្ចជាធិបតេយ្យនៅកម្ពុជាដែលកាន់តែប្រសើរឡើងពីព្រោះទី1សមាជនេះបានពង្រឹងទូនាទីនីតិបញ្ញត្តិស្ថាប័ននីតិបញ្ញត្តិរបស់យើងទាំងពីរគឺស្ថាប័នព្រឹទ្ធសភានិងស្ថាប័នរដ្ឋសភាហើយនឹងការពង្រឹងទូនាទីគណនេយ្យភាពរវាងរដ្ឋាភិបាលកម្ពុជាជាមួយនឹងស្ថាប័ននីតិបញ្ញត្តិយើងទាំងពីរដែរហើយជាពិសេសគឺផ្ដល់វេទិកាឲ្យមានការពិគ្រោះយោបល់និងពិភាក្សាទៅលើបញ្ហាសំខាន់ហើយចំណុចមួយទៀតគឺថាសមាជនេះក៏ជាឱកាសជូនដល់គណៈបកតំណាងគណៈបកនានាដែលមានអាសនៈនៅក្នុងព្រឹទ្ធសភាហើយក្នុងរដ្ឋសភាធ្វើការពិគ្រោះយោបល់ពិភាក្សាគ្នាដែលជាដំណើរការអភិបាលកិច្ចតាមបែបជាធិបតេយ្យដ៏ប្រសើរឡើងនៅកម្ពុជាហើយចំណុចមួយទៀតដែលខ្ញុំចង់ជំរាបជូនដែរគឺថាសមាជនេះក៏មានការអញ្ជើញពីតំណាងគណៈបកនានាចំនួន29គណៈបករាប់បញ្ចូលទាំងគណៈបកប្រជាជនកម្ពុជាដែលនៅក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិហើយការចូលរួមរបស់តំណាងគណៈបកនានានេះគឺផ្ដល់ឱកាសឲ្យគាត់
ធ្វើការស្វែងយល់បន្ថែមពីគោលនយោបាយពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសំខាន់ទាំងឡាយនោះហើយផ្ដល់ឱកាសឲ្យគាត់ផ្ដល់ធាតុចូលបន្ថែមទៀតដល់រាជរដ្ឋាភិបាលក្នុងដំណើរការកសាងគោលនយោបាយកសាងបទដ្ឋានគតិយុត្តក៏ដូចជាការអនុវត្តគោលនយោបាយទាំងនោះនៅពេលអនាគតឲ្យកាន់តែប្រសើរឡើងនិងកាន់តែមានប្រសិទ្ធភាពហើយជាចុងក្រោយគឺថាលទ្ធផលដ៏សំខាន់នៃសមាជរដ្ឋសភាពិតសភារយៈពេល2ថ្ងៃនេះគឺការចេញសេចក្តីសម្រេចទាំង3គឺទី1ក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គមនិងទី2ក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងទី3គឺស្តីសម្រេចស្តីពីវិស័យកសិកម្មចំណុចសំខាន់នៃក្តីសម្រេចនោះគឺថាខ្ញុំអាចសង្ខេបជូនមាន3ទី1សមាជរដ្ឋសភាពិតសភាបានផ្ដល់ការគាំទ្រទាំងស្រុងចំពោះគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1ក៏ដូចជាកម្មវិធីគោលនយោបាយអតិភិបសកម្មភាពសំខាន់របស់រដ្ឋាភិបាលដែលបានដាក់ចេញក្នុងការអនុវត្តការងារទាំងឡាយណាពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គមពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាវិស័យកសិកម្មហើយចាត់ទុកថាយុទ្ធសាស្ត្រដែលបានដាក់ចេញនេះគឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវបំផុតសម្រាប់នាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតក្នុងពេលរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានេះហើយក៏សមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចក្នុងកម្ពុជាយើងដែរនេះជាចំណុចទី1ចំណុចទី2គឺសមាជរដ្ឋសភាព្រឹទ្ធសភាផ្ដល់ការគាំទ្រទាំងស្រុងនិងក៏ស្វែងរកនិងលើកទឹកចិត្តឲ្យមានការគាំទ្រទៅដល់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តសកម្មភាពអតិភិបសំខាន់ទាំងឡាយនោះហើយនឹងស្វែងរកដំណោះស្រាយនិងស្វែងរកការគាំទ្របំពេញទៅតម្រូវការសំខាន់សម្រាប់ធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយទាំងនោះមានប្រសិទ្ធភាពកាន់តែប្រសើរឡើងហើយចំណុចសំខាន់ចុងក្រោយគឺថាក្តីសម្រេចទាំង3គឺថាក៏ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្ថាប័នដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជាស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់ធ្វើការគាំទ្រដល់រដ្ឋាភិបាលក្នុងការបន្តអនុវត្តគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យទាំង3ដែលខ្ញុំបានជម្រាបជូនមុននេះហើយធ្វើយ៉ាងណាគឺថារក្សានៅសុខសន្តិភាពដែលយើងខំរកមកបានដោយលំបាកហើយគឺជាមរតកដ៏សំខាន់បំផុតនៃសម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាក៏ដូចជាខេត្តមគ្គទេសនៃនយោបាយឈ្នះដែលនាំមកនូវសន្តិភាពពេញលេញជូនដល់ប្រទេសកម្ពុជាយើងក្នុងរយៈពេល26ឆ្នាំចុងក្រោយនេះហើយជាប្រវត្តិសាស្ត្រដ៏វែងនៃសន្តិភាពនៃប្រទេសកម្ពុជាយើងសម្ដៅធ្វើយ៉ាងណាកសាងខឿនសេដ្ឋកិច្ចនិងការអភិវឌ្ឍឲ្យកាន់តែរឹងមាំសម្រាប់ប្រទេសយើងទាំងមូលសម្រាប់ប្រជាពលរដ្ឋយើងទាំងមូលសូមអរគុណបាទមុនសូមអនុញ្ញាតជូនសម្ដែងទៅអាដាមលិតកាយពិសិដ្ឋលោកមានព័ត៌មានចំនួនដើម្បីជូនអាដាមមកលោកអ្នកខ្សែបរិបទនឹងគ្រប់ជ្រុងជ្រោយហើយគឺសមាជរបស់យើងហ្នឹងគឺយើងបានជាប្រធានបទដ៏សំខាន់គោលបំណងនៃសមាជហ្នឹងគឺពិភាក្សាលើប្រធានបទដ៏សំខាន់របស់ជាតិហើយយើងបានកំណត់បានពិភាក្សាលើប្រធានបទទាំង3ហើយពេលដែលចប់នៅនៃសមាជទាំងមូលហ្នឹងគឺយើងចេញជាសេចក្តីសម្រេចដែលជាឯកសារគតិយុត្តមួយដែលនឹងដើរតួនាទីជាត្រីវិស័យសម្រាប់ការអនុវត្តបន្តគឺសម្រាប់រាជរដ្ឋាភិបាលក្នុងការអនុវត្តតាមរយៈការទទួលបាននៅអនុសាសន៍និងយោបល់ផ្សេងហើយធ្វើតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិក្នុងការតាមដានអនុវត្តនិងការជំរុញបន្ថែមផងដែរហើយទន្ទឹមគ្នានេះអាដាមអគ្គលេខាធិការព្រឹទ្ធសភាក៏បានបញ្ជាក់ឲ្យអំពីសេចក្តីសម្រេចដែលមានខ្លឹមសារដ៏សំខាន់លើក្របដណ្ដប់លើទស្សនវិជ្ជាផ្សេងទៀតហ្នឹងការចូលរួមចំណែករបស់ខ្ញុំនេះគ្រាន់តែព្យាយាមមើលទៅលើលក្ខណៈជាគោលនយោបាយដែលសម្រាប់ដែលរាជរដ្ឋាភិបាលសម្រាប់បាន
តែប៉ុណ្ណោះហើយចំណុចដែលសំខាន់ដែលខ្ញុំបានឃើញការសង្កេតការពិភាក្សាហ្នឹងគឺសង្កេតពិភាក្សាទៅលើទី1គឺពិនិត្យមើលវឌ្ឍនភាពបញ្ហាប្រឈមនិងទទួលនយោបាយសម្រាប់អនុវត្តបន្ថែមបន្តឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀតហើយចំណុចគោលនយោបាយមួយដែលខ្ញុំសូមចូលរួមកត់សម្គាល់គឺរយៈពេលជាង20 ខែកន្លងមកហ្នឹងគឺរដ្ឋាភិបាលបានសម្រេចនៅសមិទ្ធផលគួរទីវឌ្ឍនៈដែលអង្គសម័យទាំងមូលហ្នឹងគឺទទួលសូមកោតសរសើរគ្រប់គ្រងហើយគោលនយោបាយនោះទៀតសោតគឺជាគោលនយោបាយតែភាគច្រើននោះគឺគោលនយោបាយដែលមានពេលវេលាយូរអង្វែងគឺជាលក្ខណៈជាតចំនួនរបៀបតាមឋានៈដឹកនាំសម័យសម្ដេចតេជោដែលដូចឧទាហរណ៍ដូចជាគោលនយោបាយកសិកម្មហ្នឹងគឺបានចេញតាំងពីឆ្នាំ1987ដែលកាលនោះសម្ដេចតេជោលោកបានដាក់ចេញនៅយុទ្ធសាស្ត្រមួយដែលហៅថាយុទ្ធសាស្ត្រផ្ទីពីការអនុវត្តបែបបើកទូលាយមកជាការអភិវឌ្ឍបែបស៊ីជម្រៅដែលមានគោលបំណងការដោះស្រាយបញ្ហាទឹកធ្វើប្រព័ន្ធវប្បកម្មឲ្យប្រើប្រាស់ដីដែលមិនទាន់មានទឹកប្រើប្រាស់ធ្វើកសិកម្មហ្នឹងបានប្រើប្រាស់ហើយអាចធ្វើនៅកសិកម្មឆ្នាំអាច2 ទៅ 3 ដងបាទនេះជាចំណុចសំខាន់ហើយក៏ដូចគ្នាដែរជាមួយនឹងគោលនយោបាយគាំពារសង្គមគឺស្ថិតតែចាប់ផ្ដើមតាំងពីសម័យសម្ដេចតេជោហើយនឹងបន្តអនុវត្តនៅរាជរដ្ឋាភិបាលដំណាក់កាលទី7នេះហើយដូចជាសម្ដេចតេជោនៅតែបញ្ជាក់អំពីគោលនយោបាយតាំងពីសម័យចតុកោសម័យចតុកោណយើងទឹកភ្លើងផ្លូវហ្នឹងគឺនៅតែបន្តត្រឹមត្រូវនៅពេលការជាគោលនយោបាយដ៏ត្រឹមត្រូវតាំងពីអាណត្តិមុនហើយនឹងបន្តទៀតនៅរយៈពេល50 ឆ្នាំតាមរយៈប្រសាសន៍របស់សម្ដេចតេជោក្នុងកិច្ចប្រជុំហ្នឹងហើយដូចជាទៅគ្នានេះដែរយើងប្រៀបធៀបដូចជាគោលនយោបាយដូចជាការសាងសង់គ្រឹះផ្ទះអញ្ចឹងកាលណាយើងសាងសង់គ្រឹះកាន់តែធំយើងសាងធ្វើផ្ទះកាន់តែធំអាចបានកាន់តែរឹងមាំហើយរីឯចំណែកមានគំនិតព្រួយដើមថ្មីដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងគឺទើបតែចាប់ផ្ដើមបានប្រហែលជា6-10 ខែទេអញ្ចឹងចំនួនប្រជាជនក្នុងការចុះឈ្មោះហ្នឹងបាន70000 អ្នកជាងគឺយើងសង្កេតឃើញថាមានការចូលរួមសកម្មក៏ប៉ុន្តែនៅមានចំណុចនៅត្រូវការអភិវឌ្ឍច្រើនអញ្ចឹងមានថាគោលនយោបាយអនុវត្តកាន់តែយូរយើងឃើញមានសមិទ្ធផលហ្នឹងការកសាងកាន់តែខ្លាំងបាទហើយជួជោគជ័យហើយចំណុចសំខាន់មួយទៀតដែលខ្ញុំចង់ចូលរួមចំណែកក្នុងការចែករំលែកនៅព័ត៌មាននេះគឺតាក់ទងមួយគោលនយោបាយហ្នឹងជាទូទៅគោលនយោបាយគឺមានភាពប្រតិកលាគ្នាប្រតិកលាគ្នារវាងវិស័យមួយទៅវិស័យមួយហ្នឹងដូចយើងពិភាក្សានៅក្នុងកម្មវិធីមួយទាំងគាំពារសង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាកសិកម្មគឺមានភាពប្រតិកលាគ្នាមែនទែនដូចជាកសិកម្មហ្នឹងយើងប្រតិកលាតាំងពីកសិកម្មមានធនធានទឹកមានអភិវឌ្ឍជនបទមានរឿងពាណិជ្ជកម្មមានសេដ្ឋកិច្ចនិងក្រសួងផ្សេងជាច្រើនទៀតអញ្ចឹងក៏គ្រប់គោលនយោបាយទាំងអស់ហ្នឹងគឺមានភាពប្រតិកលាគ្នាហើយក៏មានតួអង្គជាច្រើនផ្សេងគ្នាផងដែរអញ្ចឹងគឺតម្រូវឲ្យមានការដើម្បីសម្រេចការអនុវត្តគោលនយោបាយបានត្រូវអនុវត្តនៅអភិក្រមចូលភាពនៃប្រព័ន្ធតួអង្គតែមួយមានន័យថាត្រូវមានការចូលរួមរវាងតួអង្គរដ្ឋាភិបាលទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិតួអង្គវិស័យឯកជនដៃគូអភិវឌ្ឍសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបផងដែរដើម្បីធានានៅការអនុវត្តការដាក់ចេញគោលនយោបាយត្រឹមត្រូវហើយការអនុវត្តនឹងមានប្រសិទ្ធភាពហើយអ្វីដែលចំណុចសំខាន់ដែលខ្ញុំសូវចូលរួមចំណែកតិចទៀតហ្នឹងគឺដូចយើងលំអិតតិចក៏ប៉ុន្តែខ្ញុំជឿថាយើងមានសារៈសំខាន់ដែរដូចជាពីមុនយើងគួរតែស្កោតអ្វីដែលយើងគួរស្កោតសរសើរនៅផលិតផលសម្រាប់បានរបស់កម្ពុជាហ្មងតាំងពីសម័យលើវិស័យកសិកម្មវិញពីមុនគ្មានតែអង្គសម្រាប់បរិភោគគ្រប់ហើយដំណាក់កាលនេះយើងមានអង្គដល់នាំចេញហើយនៅសល់អញ្ចឹងចំណុចហ្នឹងសំខាន់ត្រង់ថាយើងប្រទេសកម្ពុជាយើងមានសន្តិសុខស្បៀងហើយយើងមានសន្តិសុខសង្គមជាសន្តិសុខជាតិមួយនៅពេលដែលយើងជួបវិបត្តិកម្ពុជានឹងអាចមានលទ្ធភាពក្នុងការឆ្លើយតបដែលមានភាពធន់បានឧទាហរណ៍ថាការសម័យវិបត្តិកូវីដអញ្ចឹងនៅប្រទេសខ្លះគាត់បារម្ភខ្លាចអស់ស្បៀងហ្មងដោយសារគាត់នាំចូលស្បៀងនាំចូលម្ហូបអាហារពីប្រទេសដទៃដល់ប្រទេសចាប់ផ្ដើមបិទគាត់ចាប់បារម្ភមុនគេគឺបញ្ហាស្បៀងហើយរីឯកម្ពុជាវិញនៅពេលនេះយើងមានស្បៀងគ្រប់គ្រាន់ហើយមានករណីមានគ្រោះទូរភិក្សអីវ៉ាន់គឺកម្ពុជាមានភាពការឆ្លើយតបនឹងគ្រោះទូរភិក្សឬវិបត្តិផ្សេងនេះយើងមានភាពធន់ហើយយើងមិនជួបនឹងបញ្ហាដែលត្រូវតក់ស្លុតខ្លាំងពេកមិនចង់គឺយើងមានការធានានៅសុវត្ថិភាពមួយមានសុខសន្តិភាពមានសុវត្ថិភាពផ្នែកសង្គមដែលស្បៀងនោះគឺជាសន្តិសុខជាតិមួយដ៏សំខាន់អញ្ចឹងចំណុចខាងលើនេះខ្ញុំក៏ចូលរួមពីជ្រុងមួយនៃការមើលលើគោលនយោបាយនិងការសម្រេចបានរបស់រាជរដ្ឋាភិបាលទៅលើអ្វីដែលអាដាមអគ្គលេខាធិការទាំងពីរបានលើកឲ្យដែលមានគ្រប់ទិដ្ឋភាពតាំងទិដ្ឋភាពនយោបាយទិដ្ឋភាពជាតិសិទ្ធិមនុស្សអភិបាលកិច្ចប្រព័ន្ធលទ្ធិជាតិបតៃគ្រប់ជ្រុងជ្រោយឲ្យអញ្ចឹងចំណុចប្រមាណនេះជាចំណុចដែលខ្ញុំសូមចូលរួមនៅជ្រុងមួយបាទសូមគោរពអរគុណសូមជូនទៅ
សំណួរអ្នកសាស្ត្រគឺសូមឥឡូវនេះខ្ញុំសូមណែជូនលើទៅអាដាមជាវិសៀងជាប្រធានកฎកាល័យរបស់សម្ដេចតេជោប្រធានប្រសិទ្ធិលោកអាដាមអគ្គលេខាធិការរដ្ឋសភាសូមគោរពអ្នកសារព័ត៌មានទាំងអស់បន្ថែមទៅលើអ្វីដែលអាដាមអគ្គលេខាធិការនៃអង្គសមាជដែលជាអគ្គលេខាធិការរដ្ឋសភាអាដាមអគ្គលេខាធិការព្រឹទ្ធសភាហើយនិងអាដាមនាយកកฎកាល័យរបស់សម្ដេចប្រធានរដ្ឋសភាខ្ញុំចង់សង្កត់ធ្ងន់ទៅលើតែមួយចំណុចទេចំណុចនោះគឺពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៃសមាជនៃរដ្ឋសភានិងព្រឹទ្ធសភាដែលបានប្រព្រឹត្តទៅក្នុងរយៈពេល2ថ្ងៃនេះដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយថាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលក្ខណៈប្រវត្តិសាស្ត្រនោះគឺទី1គឺឆ្លុះបញ្ចាំងដោយអ្វីដែលសាធារណជនឬក៏ប្រជាពលរដ្ឋទាំងអស់ដែលបានឃើញថាដំណើរការនៃសមាជនៃរដ្ឋសភានិងព្រឹទ្ធសភានេះគឺធ្វើឡើងក្នុងរយៈពេល2ថ្ងៃពេញហើយដែលមានការចូលរួមយោបល់មានការលើកឡើងនៅអនុសាសន៍ហើយនឹងមានការឆ្លើយតបអនុសាសន៍ពីសំណាក់សមាជិកនៃរដ្ឋសភានិងព្រឹទ្ធសភាហើយមានការឆ្លើយតបពីសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចធិបតីនាយករដ្ឋមន្ត្រីហើយនិងសមាជិករដ្ឋាភិបាលដែលទូមតុកក្នុងទូមតុកលើវិស័យទាំងអស់នោះហើយមានការឆ្លើយតបយ៉ាងផុសផុលយ៉ាងច្បាស់លាស់ហើយបង្ហាញអំពីទិសដៅដែលនឹងត្រូវអនុវត្តក្នុងសារៈពេលថ្ងៃមុខអញ្ចឹងទស្សនវិជ្ជាដែលបង្ហាញនេះបានន័យថាគឺជាការសហការគ្នាការពិគ្រោះយោបល់គ្នារវាងអំណាចនីតិបញ្ញត្តិនិងនីតិប្រតិបត្តិហើយលក្ខណៈប្រវត្តិសាស្ត្រនោះផងដែរគឺថាគឺជាសមាជទី1បើសិនជាយើងមើលត្រឡប់មកក្រោយថាចាប់តាំងពីការអនុម័តនៃរដ្ឋធម្មនុញ្ញរបស់យើងនៅឆ្នាំ1993គឺថាយើងមិនដែលមានបានរៀបចំនៅសមាជរដ្ឋសភានិងព្រឹទ្ធសភាដោយលើកនេះទេហើយក្នុងនោះគឺច្បាប់រដ្ឋធម្មនុញ្ញយើងបានចែងច្បាស់អំពីសមាជនេះហើយក៏មានការអនុម័តនៃច្បាប់ស្ដីអំពីសមាជរដ្ឋសភានិងព្រឹទ្ធសភាហើយនឹងបទបញ្ជាផ្ទៃក្នុងដោយស្ថាប័ននីតិបញ្ញត្តិរបស់យើងហើយចាប់ពីពេលនោះតបមានការអនុម័តក៏មានការពិគ្រោះយោបល់ប៉ុន្តែមិនបានធ្វើរហូតដល់ពេលបច្ចុប្បន្ននេះហើយការដែលអនុវត្តនៃការរៀបចំសម័យនេះគឺជាការគោរពយ៉ាងខ្ជាប់ខ្ជួននៅរដ្ឋធម្មនុញ្ញរបស់យើងហើយជាពិសេសគោលការណ៍ឯថាគោលការណ៍នីតិរដ្ឋដែលយើងអនុវត្តច្បាប់ដែលយើងបានអនុម័តហើយគោលការណ៍ការគោរពនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យបានន័យថានៅក្នុងពេលសម័យនោះគឺស្ថាប័នកម្ពុជារបស់យើងមានការជួបជុំគ្នាហើយក៏មានការអញ្ជើញអំពីគណៈបកនយោបាយពាក់ព័ន្ធដើម្បីមកស្ដាប់ហើយស្វែងយល់នៅអ្វីដែលស្ថាប័នរដ្ឋរបស់យើងជាពិសេសរាជរដ្ឋាភិបាលហើយនិងអង្គការនីតិបញ្ញត្តិរដ្ឋសភាព្រឹទ្ធសភាដែលកំពុងតែអនុវត្តក្នុងជាគុណប្រយោជន៍នៃអត្ថប្រយោជន៍ប្រទេសជាតិរបស់យើងហើយយើងដឹងស្រាប់ហើយថារាជរដ្ឋាភិបាលនីតិកាលទី7តាមរយៈយុទ្ធសាស្ត្របញ្ចកោណក៏បានកំណត់ថាគោលដៅដែលចក្ខុវិស័យដែលកម្ពុជាដែលត្រូវសម្រេចទោះបីជាចក្ខុវិស័យនោះគឺបានកំណត់ចាប់តាំងពីដោយរដ្ឋាភិបាលអាណត្តិមុនក៏ដោយប៉ុន្តែការអនុវត្តដោយរាជរដ្ឋាភិបាលក្នុងអាណត្តិនៅពេលបច្ចុប្បន្ននេះគឺជាការពន្លឿនការអនុវត្តទៅមុខយ៉ាងលឿនជាទីបំផុតក្នុងការសម្រេចគោលដៅជាពិសេសគឺការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030ហើយនឹងក្លាយទៅជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នៅឆ្នាំ2050ហើយចក្ខុវិស័យនេះគឺជាចក្ខុវិស័យប្រកបដោយមហិច្ឆតាហើយជាចក្ខុវិស័យដែលថ្នាក់ដឹកនាំរបស់យើងបានគិតគូរយ៉ាងលម្អិតហើយគិតថាយើងនឹងអាចមានលទ្ធភាពក្នុងការសម្រេចគោលដៅនេះហើយការសម្រេចនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញហើយថាក្នុងរយៈពេល20ខែដែលរាជរដ្ឋាភិបាលបន្តវេនដែលបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងស្នាដៃហើយជាពិសេសគឺគម្រោងធំដែលបានអនុវត្តហើយនឹងការរៀបចំនៅគោលនយោបាយជាច្រើនដែលបានធ្វើក្នុងរយៈពេល20ខែនេះគឺជាសក្ខីភាព
ដែលថារដ្ឋាភិបាលបន្តវេនគឺកំពុងតែធ្វើដំណើរការទៅមុខយ៉ាងdynamic ជាក់ភាពហើយយ៉ាងសកម្មហើយក្នុងនោះគឺឆ្លើយតបទៅនឹងការសម្រេចនៃចក្ខុវិស័យដែលមកកំណត់ហើយទន្ទឹមនោះគឺបន្តរក្សានូវសន្តិភាពស្ថិរភាពហើយនឹងការអភិវឌ្ឍដែលជាកត្តាមួយសំខាន់បំផុតសម្រាប់ប្រទេសរបស់យើងក្នុងការមានឈរនៅក្នុងឆាកតំបន់និងអន្តរជាតិហើយទន្ទឹមនោះគោលដៅដ៏ធំបំផុតរបស់វាទៀតគឺប្រទេសដែលយើងនៅពេលដែលសម្រេចនៅគោលដៅអភិវឌ្ឍនេះគឺថាគឺនាំនៅប្រជាពលរដ្ឋរបស់យើងឈានទៅដល់ការមានជីវភាពហើយនឹងការរស់នៅកាន់តែប្រសើរខ្ពស់ពោះហើយអាចថាដូចទៅក្នុងប្រទេសអភិវឌ្ឍនានាបាទសូមអរគុណបងប្អូនអ្នកសហព័ន្ធមានបានចូលរួមស្ដាប់មើលការប្រជុំសមាជនឹងគឺថា2ថ្ងៃពេញនេះគឺបានឃើញអស់ហើយប៉ុន្តែបើសិនជាមានសំណួរខ្លះក៏សូមអញ្ជើញទាំង4និងបងប្អូនអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនេះនាងខ្ញុំឈ្មោះឡាយសុភាវតីមកពីអង្គភាពសារព័ត៌មានថ្មីនាងខ្ញុំមាន3សំណួរទី1ចង់ដឹងថាតើតាមរយៈលទ្ធផលនៃកិច្ចប្រជុំនៃអង្គសមាជចង់ដឹងថាតើគំនិតនៃប្រធានបទទាំង3នឹងយកទៅធ្វើអ្វីតើអាចជាតតែងជាគោលនយោបាយឬតតែងជាច្បាប់ដែរទេចា៎សំណួរទី2ពាក់ព័ន្ធទៅនឹងសមាជព្រឹទ្ធសភារដ្ឋសភាដដែលថាតើអាចមានសមាជព្រឹទ្ធសភារដ្ឋសភាជាលើកទី2ដែរទេបើសិនជាមានតើប្រធានបទអ្វីដែលត្រូវលើកយកទៅជជែកនៅសមាជលើកក្រោយចា៎ហើយសំណួរទី3នៅក្នុងរដ្ឋធម្មនុញ្ញមានចែងតាក់ទងទៅនឹងសមាជ2ដែលធំបើតាមខ្ញុំដឹងតាក់ទងទៅនឹងសមាជរដ្ឋសភាព្រឹទ្ធសភានិងមានសមាជមួយទៀតគឺជាសមាជជាតិដែលនៅក្នុងមាត្រាមាត្រា47ថ្មីមាត្រា48ថ្មីមាត្រា49ថ្មីចែងឲ្យថាសមាជជាតិយើងជជែកពីប្រយោជន៍ជាតិដែរហើយឲ្យពលរដ្ឋអាចអញ្ជើញចូលរួមហើយឲ្យគាត់លើកពីបញ្ហាដែលគាត់ជួបប្រទះនឹងសំណូមពរចង់ដឹងថាតើសមាជនេះអាចនឹងកើតមានដែរទេទៅពេលខាងមុខបាទសូមជម្រាបជូនអំពីសំណួរទាំង3នេះគឺទី1អំពីគំនិតចម្បងរបស់សមាជដូចខ្ញុំមិនចង់រំលឹកឡើងវិញដោយសារនាងបានដឹងហើយគឺសមាជរបស់យើងនេះគឺធ្វើឡើងតាមចម្ពោះទី9ថ្មីនៃរដ្ឋធម្មនុញ្ញចឹងហើយនៅលទ្ធផលនៃសមាជគឺថាបានចាំងនៅក្នុងស្ដីសម្រេចរបស់សមាជទាំង3សូមអញ្ជើញពិនិត្យទៅហើយចំពោះសំណួរទី2ក្នុងច្បាប់សមាជរបស់យើងគឺបើសិនជាមានបញ្ហាសំខាន់របស់ប្រទេសជាតិព្រះមហាក្សត្រប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាសមាជិករដ្ឋមន្ត្រីអាចកោះប្រជុំសមាជដើម្បីនឹងឲ្យពិនិត្យនៅបញ្ហាសំខាន់ដែលជាពាក់ព័ន្ធនឹងអាយុជីវិតរបស់ប្រទេសជាតិនឹងបានអញ្ចឹងតែបើសិនជាមានគឺតួអង្គទាំង4នេះគឺព្រះមហាក្សត្រសម្ដេចប្រធានព្រឹទ្ធសភាសម្ដេចប្រធានរដ្ឋសភាហើយនឹងសម្ដេចនាយករដ្ឋមន្ត្រីអាចនឹងកោះប្រជុំសមាជគ្រប់ពេលវេលាគឺនៅពេលដែលមានបញ្ហាសំខាន់ហើយចំពោះនៅសំណួរទី3គឺសមាជមាន2ប្រភេទហ្នឹងហើយគឺខុសគ្នាមិនដូចគ្នាទេមួយគឺហៅសមាជជាតិកាលនោះរៀបចំដោយបកគោណានៃព្រះមហារតនកោដ្ឋគឺមានជាគោលការណ៍គឺថាមានបញ្ហាលើកពីមូលដ្ឋានមកខាងព្រះរាជវាំងឬជាប្រធានបទហើយបានទៅប្រជុំគ្នានៅវាលមែនប្រជុំប្រជែកពី3ថ្ងៃហើយដោះស្រាយនៅវាលមែនតែម្ដងប៉ុន្តែសមាជរដ្ឋសភាព្រឹទ្ធសភានេះគឺថាមានចែងនៅក្នុងចំពោះទី9ដែលបើកឲ្យមានសមាជព្រឹទ្ធសភានិងរដ្ឋសភាហើយក៏មានច្បាប់គឺថាច្បាប់អនុវត្តមានចំពោះទី9នេះគឺថាមានច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សមាជរដ្ឋសភាព្រឹទ្ធសភាហើយក៏មានបទជាផ្ទៃក្នុងសមាជរដ្ឋសភាព្រឹទ្ធសភាបាននឹងគឺយើង
សមាជលើកទី1នេះគឺថាគឺអនុវត្តទៅតាមច្បាប់ទាំងពីរហ្នឹងអញ្ចឹងមិនដូចគ្នាទេដូច្នេះហើយឥឡូវហ្នឹងយើងមានសមាជរដ្ឋាភិបាលនិងព្រឹទ្ធសភាតែប៉ុណ្ណឹងហើយមិនទាន់មានរៀបចំសមាជផ្សេងទៀតទេមកមើលអាដាមមានបន្ថែមទេមកបើខ្ញុំសូមឡើងតាមរយៈការពិភាក្សាយ៉ាងផុសផុលរយៈពេល2ថ្ងៃនេះគឺថាអង្គសមាជបានស្នើដល់រដ្ឋាភិបាលក្នុងការកត់ត្រាទុកនៅរាល់សំណូមពរសំណើដែលបានលើកឡើងដោយសមាជិកដោយសមាជិកព្រឹទ្ធសភាហើយនិងរដ្ឋសភាហើយដូច្នេះរាល់សំណូមពរទាំងអស់នោះគឺរដ្ឋាភិបាលបានកត់ត្រាទុកហើយដើម្បីយកទៅពិចារណាគឺសម្រាប់ដោះស្រាយហើយបើសិនជាមានករណីចាំបាច់នឹងបញ្ចូលបន្ថែមទៅលើគោលនយោបាយដែលច្បាប់ដែលមានស្រាប់អញ្ចឹងលទ្ធផលនោះគឺថាយើងដឹងស្រាប់ហើយសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាគឺសិតតែជាអ្នកទទួលបានការគ្រប់គ្រងបោះឆ្នោតគ្រប់គ្រងពីប្រជាពលរដ្ឋដូច្នេះជាអ្នកដែលស្ដាប់នៅរាល់ដែលកង្វល់ជាសំណើរបស់ប្រជាពលរដ្ឋហើយក្នុងការដោះស្រាយជូនប្រជាពលរដ្ឋអញ្ចឹងជាលទ្ធផលគឺថាក្នុងសមាជរយៈពេល2ថ្ងៃនេះយើងមានសេចក្តីសម្រេច3ដែលបានបញ្ជាក់អំពីគោលការណ៍ធំគោលការណ៍ដែលអាដាមអគ្គលេខាធិការនៃព្រឹទ្ធសភាបានលើកឡើងហើយគឺការគ្រប់គ្រងរដ្ឋាភិបាលក្នុងការបន្តទី1គឺអ្វីដែលរដ្ឋាភិបាលបានដែលកំពុងតែធ្វើតាមរយៈការសកម្មភាពនានាហើយនឹងគោលនយោបាយគឺស្ថិតក្នុងជាការត្រឹមត្រូវក្នុងទិសដៅដែលត្រឹមត្រូវហើយបន្តខិតខំប្រឹងប្រែងទៀតដើម្បីសម្រេចនៅអ្វីដែលនៅគោលនយោបាយហើយនឹងចក្ខុវិស័យដែលបានកំណត់អញ្ចឹងក្នុងនោះគឺក្នុងជាលទ្ធផលមិនមានការលម្អិតថានឹងយកទៅធ្វើជាគោលនយោបាយឬក៏ច្បាប់ប៉ុន្តែព្រោះយើងមានហើយរដ្ឋាភិបាលរយៈពេល20ខែនេះក៏បានធ្វើច្រើនហើយក្នុងលើប្រធានបទទាំង3ហ្នឹងហើយចំណុចទី2ពាក់ព័ន្ធទៅនឹងសមាជលើកក្រោយមិញអាដាមអគ្គលេខាធិការរដ្ឋសភាបានបញ្ជាក់ហើយថាគឺអាស្រ័យទៅលើការស្នើពីអិសរាជជនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញហើយទៅលើកលៈទេសៈស្ថានភាពដែលយើងគិតថាវាចាំបាច់ក្នុងការពិនិត្យទៅលើប្រធានបទដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិអញ្ចឹងក្នុងពេលបច្ចុប្បន្ននេះគឺមិនទាន់មានការពិគ្រោះយោបល់បន្ថែមសម្រាប់ការរៀបចំនៅសម័យលើកក្រោយទេប៉ុន្តែការរៀបចំនឹងអាចធ្វើបានគ្រប់ពេលវេលាទាំងអស់នៅពេលដែលមានសំណើហើយចំពោះចំណុចទី3ពាក់ព័ន្ធទៅនឹងអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញគឺយើងមានសមាជជាតិហើយនិងសមាជរដ្ឋសភានិងព្រឹទ្ធសភាហើយក្នុងចំពោះសមាជរដ្ឋសភានិងព្រឹទ្ធសភាគឺយើងមានច្បាប់ហើយយើងមានបទបញ្ជាផ្ទៃក្នុងដើម្បីដែលចែងច្បាស់អំពីការរៀបចំនៅសមាជនេះប៉ុន្តែចំពោះសមាជជាតិនៅក្នុងរដ្ឋធម្មនុញ្ញនេះគឺយើងមិនមានទេមិនមានច្បាប់ដែលបានចែងហើយនឹងមានបទបញ្ជាក្នុងដែលអនុញ្ញាតឲ្យរៀបចំបានហើយយើងទាំងស្រាប់ហើយថាសមាជជាតិដែលជាអាចថាជាមរតកនៃរបបមុនសង្គមរាស្ត្រនិយមហើយដែលស្ថានភាពរបស់ប្រទេសរបស់យើងនឹងមានការប្រែប្រួលមានការផ្លាស់ប្ដូរហើយអញ្ចឹងយើងមើលជាលក្ខណៈថាការរៀបចំនៃសមាជជាតិការសម័យមុនហើយនៅក្នុងកលៈស័កបច្ចុប្បន្នគឺមានការភាពខុសគ្នាច្រើនហើយដូច្នេះក្នុងរហូតដល់ពេលបច្ចុប្បន្ននេះដោយសារมันមានច្បាប់ដែលចែងអំពីការរៀបចំនៃសមាជហើយនឹងมันមានបទបញ្ជាផ្ទៃក្នុងដែលបានអនុម័តដោយអង្គនីតិបញ្ញត្តិរបស់យើងដូច្នេះសមាជជាតិនេះមិនបានរៀបចំទេរហូតដល់បច្ចុប្បន្ននេះហើយក៏អត់មានមូលដ្ឋានក្នុងការរៀបចំដែរបាទនេះតែជាភាពខុសគ្នារវាងសមាជជាតិនិងសមាជរបស់រដ្ឋសភានិងព្រឹទ្ធសភាបាទអារម្មណ៍ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំហ្នឹងគឺខ្ញុំមានឃើញតំណាងរាស្ត្រមួយចំនួនគាត់បានលើកឡើងពីកង្វល់ពីបញ្ហាមួយចំនួននិងលើកឡើងជាអនុសាសន៍អីផងដើម្បីឲ្យរដ្ឋាភិបាលនឹងអាចយកទៅអនុវត្តតាមប៉ុន្តែដល់ពេលចេញជាសេចក្តីសម្រេចហេតុអីក៏យើងអត់ចេញជាសេចក្តីសម្រេចបែបចាប់បង្ខំឬក៏ជាការផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលអនុវត្តយើងសម្រាប់សេចក្តីសម្រេចបែបនេះគឺដែលក្នុងសមាជគឺហើយក្នុងការអនុវត្តរដ្ឋធម្មនុញ្ញយើងដឹងស្រាប់ហើយថាក្នុងរដ្ឋធម្មនុញ្ញហ្នឹងគឺមាត្រាមួយចំនួនគឺទាមទារឲ្យមានការអនុវត្តច្បាប់មានការអនុម័តច្បាប់ក្នុងការអនុវត្តហើយយើងឃើញថាបើសិនយើងពិនិត្យមើលក្នុងរដ្ឋធម្មនុញ្ញគឺថាសរុបទាំងអស់មុននឹងការ
ai tham biênច្បាប់ជាង30ហើយរហូតដល់ពេលបច្ចុប្បន្ននេះច្បាប់ដែលត្រូវបានអនុម័តសម្រាប់អនុវត្តនឹងគឺមិនមានគ្រប់ទាំងអស់ទេហើយដូចខ្ញុំបញ្ជាក់ឡើងវិញថាកលតិស័កមានការប្រែប្រួលទោះបីជាមានការចែកមែនប៉ុន្តែបើសិនយើងអត់មានច្បាប់ដែលត្រូវបានអនុម័តដើម្បីអនុវត្តដូច្នេះយើងគិតថាគឺជាមេត្រាដែលយើងទុកសិនតាមកលតិស័កដែលមកដល់អនុញ្ញាតយើងអនុវត្តនៅពេលក្រោយបាទសូមជម្រាបថាសេចក្តីសម្រេចនេះគឺចាញ់ច្បាស់អំពីការគាំទ្ររបស់រដ្ឋាភិបាលព្រឹទ្ធសភារដ្ឋាភិបាលចំពោះគោលនយោបាយរបស់រដ្ឋាភិបាលហើយចំពោះគោលនយោបាយរដ្ឋាភិបាលហ្នឹងរដ្ឋាភិបាលបានបញ្ជាក់ច្បាស់នៅក្នុងបទអន្តរកម្មរបស់លោករបស់សម្ដេចនាយករដ្ឋមន្ត្រីហើយនឹងរបស់សហការីរបស់លោកគឺថាបានច្បាស់លាស់ចំពោះប្រធានបទទាំង3រួចហើយអញ្ចឹងការគ្រប់គ្រងរបស់ព្រឹទ្ធសភារដ្ឋាភិបាលគឺគ្រប់គ្រងគោលនយោបាយចំណាត់ការរបស់រដ្ឋាភិបាលដែលលោកបានបញ្ជាក់ច្បាស់លាស់នៅក្នុងប្រធានបទទាំង3ហ្នឹងគឺច្បាស់ណាស់ហើយអញ្ចឹងដល់ខ្ញុំឃើញថាมันមានការស្បិចស្បល់ទេហើយក្នុងនាមនីតិបញ្ញត្តិព្រឹទ្ធសភារដ្ឋាភិបាលគឺថាក៏នឹងសហការតាមដានជួយជំរុញក្នុងការអនុវត្តដើម្បីជាផលប្រយោជន៍របស់ប្រទេសជាតិតទៅទៀតអញ្ចឹងបានថានៅក្នុងសេចក្តីសម្រេចនេះមានដាក់ថាព្រឹទ្ធសភារដ្ឋាភិបាលនឹងសហការជាមួយរដ្ឋាភិបាលដើម្បីជួយជំរុញការអនុវត្តនៃគោលនយោបាយនឹងគឺថាឲ្យបានជាផ្កាយដើម្បីជាផលប្រយោជន៍របស់ប្រទេសជាតិដូច្នេះខ្ញុំគិតថាឃើញតែគ្រប់គ្រាន់ហើយប៉ុណ្ណឹងបាទសូមអញ្ជើញអាយដាមចូលបន្តិចបាទអរគុណច្រើនចំពោះសំណួរមកពីកម្ពុជាថ្មីតកតងជាមួយនឹងកង្វល់ក៏ដូចជាអនុសាសន៍ផ្សេងហ្នឹងវាមានការលើកឡើងក៏ប៉ុន្តែយើងផ្ដាច់រឿងទៅពិនិត្យលើធម្មជាតិនៃកង្វល់ហ្នឹងជួនកាលកង្វល់ខ្លះគ្រាន់តែសកម្មភាពទូចមួយដែលយើងមិនអាចត្រូវទៅចាប់បង្ខំអីទេសកម្មហើយណាមួយអាលក្ខណៈជាកង្វល់របស់នឹងទៀតសោតនៅក្នុងផែនការសកម្មភាពរបស់រដ្ឋាភិបាលរួចទៅហើយអញ្ចឹងបើយើងមើលទៅជារូបភាពធំវិញគឺរដ្ឋាភិបាលមានច្បាប់មានគោលនយោបាយមានយុទ្ធសាស្ត្រហើយបានគេលម្អិតទៅចូលទៅដល់ការអនុវត្តនៅគោលផែនការសកម្មភាពអញ្ចឹងអាក្របផែនការសកម្មភាពទាំងអស់ហ្នឹងវាមានការតាមដានហើយយើងមើលតាមរយៈពេល2ឆ្នាំទេយើងមើលតើវឌ្ឍនភាពមានអីខ្លះហើយរដ្ឋាភិបាលក៏បានបញ្ជាក់ពីការបដិញ្ញាចិត្តច្បាស់លាស់ហើយថានឹងបន្តអនុវត្តគោលនយោបាយបន្តទៀតហើយរយៈពេលរដ្ឋាភិបាល5ឆ្នាំហើយគោលនយោបាយខ្លះយើងមិនអនុវត្តទៅ1ឆ្នាំចប់2ឆ្នាំចប់ទេខ្លះ5ឆ្នាំគោលនយោបាយជាយុទ្ធសាស្ត្រជាតិខ្លះដល់10ឆ្នាំផងយើងមើលយុទ្ធសាស្ត្ររបស់វិស័យកសិកម្មឬអីចឹងណាធ្វើបីតែយើងនិយាយពីចក្ខុវិស័យ2030 2050អញ្ចឹងវារយៈពេលយូរអង្វែងតែចំណុចដែលសំខាន់បំផុតហ្នឹងគឺរដ្ឋាភិបាលបានបង្ហាញនៅការបដិញ្ញាចិត្តច្បាស់លាស់ក្នុងការទទួលយកនៅអនុសាសន៍ក៏ដូចជាកង្វល់ក្នុងការដោះស្រាយហើយកង្វល់ខ្លាំងអាចដោះស្រាយក្នុងរយៈពេលខ្លីកង្វល់ខ្លះអាចដោះស្រាយរយៈពេលមធ្យមកង្វល់ខ្លះអាចត្រូវការដោះស្រាយរយៈពេលវែងហើយអញ្ចឹងដើម្បីដោះស្រាយនឹងកង្វល់បានហ្នឹងគឺត្រូវការសហការគ្នាការជំរុញគ្នាយើងមិនអាចចាប់ទៅបខំបានគ្រប់ទៅរឿងទៅចាប់បខំហើយថតបើលើកគ្រប់100រឿងយើងទៅដាក់ចេញសេចក្តីសម្រេចដល់ដោះស្រាយបញ្ហាទូចនឹង100ហ្នឹងក៏អត់បានដែរអញ្ចឹងសេចក្តីសម្រេចគឺលក្ខណៈទូលំទូលាយដែលមានភាពបត់បែនក្នុងការអនុវត្តជោគជ័យបាទទី1ទី2តកតងជាមួយនឹងថាតើត្រូវធ្វើមិនទៀតគឺរដ្ឋសភាតំណាងទីគឺលោកនឹងដើរតួនាទីស្នូលរបស់លោក3ហ្នឹងគឺតកតងនឹងតួនាទីក្នុងការអនុម័តច្បាប់តួនាទីក្នុងការតាមដានការអនុវត្តគោលនយោបាយច្បាប់ហ្នឹងច្បាប់និងគោលនយោបាយហើយនឹងតួនាទីក្នុងជាតំណាងរបស់ប្រជារាស្ត្រហ្នឹងអញ្ចឹងនៅពេលដែលមានបញ្ហាដែលត្រូវរើសដល់លើកឡើងដល់ប្រជារាស្ត្រហ្នឹងគឺរដ្ឋតំណាងរាស្ត្រលោកតែងតែចូលរួមដោះស្រាយឬក៏អាចនេះសហការជាមួយរដ្ឋាភិបាលផ្ញើនៅកង្វល់របស់តំណាងប្រជារាស្ត្រទាំងអស់ទៅរដ្ឋាភិបាលហើយព្យាយាមដោះស្រាយគ្រប់ពេលវេលាអញ្ចឹងយន្តការហ្នឹងជាយន្តការមួយនៅក្នុងលទ្ធិប្រជាធិបតេយ្យហើយជាយន្តការមួយដែលតែងតែប្រើប្រាស់ដោយស្មារតីនៃការអភិវឌ្ឍការជួយជំរុញនឹងការអភិវឌ្ឍដើម្បីការអភិវឌ្ឍយូរអង្វែងប្រកបដោយបរិយាបន្ននិងនិរន្តរភាពរបស់យើងហ្នឹងហើយចំណុចដែលសំខាន់ដែលខ្ញុំលើកមុនហ្នឹងគឺការអភិវឌ្ឍគ្រប់គោលនយោបាយវាមានអន្តរវិស័យ
ហើយយើងមានការចូលរួមដែលយើងត្រូវការជំរុញនៅការអភិក្រមចូលភាពនៃប្រព័ន្ធទូអង្គតែមួយហ្នឹងមានថាទួនាទីខ្លះគឺជាទួនាទីរបស់រដ្ឋាភិបាលទួនាទីខ្លះជាទួនាទីរបស់វិស័យឯកជនទួនាទីខ្លះរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដងតែពេលយើងរុញចង្ការទួនាទីរបស់ប្រជាពលរដ្ឋយើងបែររុញដាក់រដ្ឋាភិបាលអាហ្នឹងក៏ពិបាកដែរអញ្ចឹងបានយើងព្យាយាមមែនទែនសេចក្តីសម្រេចដែលសម្រេចដោយសមាជទាំងមូលហ្នឹងគឺមានភាពទូលំទូលាយមានភាពបត់បែនដើម្បីជំរុញនៅការអភិវឌ្ឍជាតិដើម្បីស្ថិរភាពដើម្បីវិបលភាពនិងសុខដុមនីយកម្មនៃសង្គមរបស់យើងគឺជាសេចក្តីសម្រេចមួយដែលមានលក្ខណៈពិសេសក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាបាទសូមអរគុណបងប្អូនអ្នកសារព័ត៌មានហើយជូនពរសុខភាពល្អជាជំនះសូមអរគុណសូមប្រកាសបិណ្ឌ